ជាក់ស្ដែងបងជាគីគាត់មានស្នាមជួយពីរប្រភេទស្រាប់បងអញ្ចឹងលោកគ្រូបញ្យល់បងប្អូនដើម្បីឲ្យបងប្អូននៅពេលដែលសម្រាប់ចិត្តនៅក្នុងការទទួលយកនៃការព្យាបាលបំបត្តិស្នាមជួយដោយការចាក់ Botox គឺឲ្យចំគោលដៅបាទឲ្យចំគោលដៅស្នាមជួយចែកចេញជាពីរប្រភេទធំទី1ស្នាមជួយដែលកើតឡើងដោយការកន្ត្រាក់នៃសាច់ដុំចា៎មានន័យថានៅពេលដែលបងជាគីគាត់បង្ហាញអារម្មណ៍ឧទាហរណ៍ថាគាត់បង្ហាញអារម្មណ៍ខឹងបងជាគីធ្វើអារម្មណ៍ខឹងតិចអូខេគាត់ចាប់ផ្ដើមមានស្នាមជួយកាត់ឡើងនៅជុំវិញនៅជុំវិញប្រជុំចើមរបស់គាត់បាទនៅជុំវិញប្រជុំចើមរបស់គាត់នៅពេលដែលគាត់និយាយគាត់លេងទឹកមុខគាត់អាចនឹងលើកចើមឡើងបងជួយលើកឡើងឃើញស្នាមជួយអានឹងគេហៅថាជា dynamic wrinkle មានន័យថាជាស្នាមជួយទាំងឡាយណាដែលកើតមាននៅពេលដែលបងជាគីគាត់បង្ហាញអារម្មណ៍គាត់បងជើងសើចបង្ហាញអារម្មណ៍សើចយើងឃើញស្នាមជួយនៅខាងក្រោយនៅចុងកន្ទុយភ្នែកហ្នឹងហើយក្នុងលក្ខខណ្ឌមួយចំនួនទៀតបងជាគីគាត់បង្ហាញអារម្មណ៍សប្បាយរីករាយអីគាត់លើកចើមឡើងយើងឃើញថាស្នាមជួយកើតមាននៅលើថ្ងាសរបស់គាត់អាហ្នឹងគេហៅថា dynamic wrinkle ក្នុងលក្ខខណ្ឌ dynamic wrinkle គឺជាស្នាមជួយទាំងឡាយណាដែលកើតមាននៅពេលដែលយើងបង្ហាញអារម្មណ៍ពេលខឹងពេលសើចពេលលេងទឹកមុខអញ្ចឹងអាហ្នឹង Botox អាចជួយបានជាក់ស្ដែងនៅប្រជុំចាមរបស់បងជាគីយើងឃើញថាមានចង្អូរស្នាមជ្រួញមួយជា deep wrinkle ចាអាហ្នឹងគេហៅថា static wrinkle គឺជាស្នាមជួយទាំងឡាយណាដែលកើតមានស្រាប់ហើយទោះបីជាបងជាគីក៏អត់បង្ហាញអារម្មណ៍សប្បាយរីករាយញញឹមខឹងក៏ដោយក៏ស្នាមជួយហ្នឹងវាមានស្រាប់ហើយបាទចាអាហ្នឹង Botox អាចជួយបានពេញលេញ 100% ទេអញ្ចឹងយើងត្រូវញែកឲ្យដាច់រវាងស្នាមជួយទាំងពីរប្រភេទហ្នឹងទើបយើងប្រើប្រាស់ Botox ទៅវាចំគោលដៅដែលអតិថិជនចង់បានហើយយើងអាចនឹងមានលទ្ធភាពក្នុងការបញ្យល់អតិថិជនឲ្យគាត់យល់ឲ្យកាន់តែច្បាស់ទាក់ទងទៅនឹងប្រសិទ្ធភាពរបស់ Botox ហ្នឹងហើយ Megabell Clinic Cambodia